ថ្ងៃនេះសុកជាសកម្មមែនតើបងប្អូនគាត់សប្បាយចិត្តខ្លាំងត្មងព្រោះចិត្តដល់ថ្ងៃបានទៅលេងស្រុកខ្មែរចឹងហើយគាត់ជួយការងារផ្ទះពេញតំហឹងមិនថាបោសជូតផ្ទះស្រោចទឹកដំណាំអីទេគាត់ធ្វើទាំងអស់ហើយមិញបងប្អូនឃើញគាត់កំពុងតែយកធុងសារ៉ាមទៅបោះចោលនៅខាងក្រោយហើយខ្ញុំវិញបងប្អូននេះកំពុងតែរើកាបូបសុកជាទៅយកកាបូបហ្នឹងទៅកាបូបរៀនទេបងប្អូនហើយមានបងប្អូនណាក៏ដោយកូនសុកជាកូនខ្ញុំមកបងប្អូននៅក្នុងកាបូបគាត់អញ្ចឹងរៀងរាល់2ថ្ងៃ3ថ្ងៃម្ដងដើមឆែកកាបូបគាត់ហើយមានតាំងពីសពបែបយ៉ាងមានតាំងពីសភៅដាច់មានកណ្ដាស់កសែតអូយបងប្អូនឈឺឡាតែត្មងពេលឃើញកាបូបសុកជាបន្តមកទៀតខ្ញុំយកកាបូបគាត់ទៅបោកព្រោះកាបូបហ្នឹងត្រូវយកទៅស្រុកខ្មែរមានកាបូបតែមួយហ្នឹងទេបងប្អូនអើយអាកាបូបផ្សេងប៉ាគេទិញឲ្យ2 3ដាច់អស់លេងនៅសល់តែមួយវាថាវាមមជាងគេអញ្ចឹងនិយាយទៅសុកជាក្នុងមួយឆ្នាំបើថារៀន8 9ខែហ្នឹងបងប្អូនកាបូបគេចឹងហើយនោះក៏អស់3ទៅ4កាបូបដែរបើសិនកាបូបខ្ញុំទិញមកពីស្រុកខ្មែរបានថាបានប្រើយូរអង្វែងតែបើកាបូបប៉ាទិញនៅស្រុកឥណ្ឌានេះភាគច្រើននៅវាអត់សូវមានគុណភាពហើយនេះគឺជាអវ៉ាន់របស់ខ្ញុំម្ដងនេះគ្មានស្អីទេបងប្អូននៅមានរបស់ញ៉ាំមានគ្រឿងការីចឹងទៅមានខ្ទឹមហាលនៅខាងក្រោមតើបានរៀបចំចាំស្អែករៀបចំខ្ទឹមហើយនឹងមានទឹកដោះគោតែអញ្ចឹងណាព្រោះនឹកឃើញថាវគ្គហ្នឹងខ្ញុំទៅហ្នឹងខ្ញុំអត់មានលក់អីវ៉ាន់នេះទេដល់ពេលអញ្ចឹងទៅខ្ញុំសល់គីឡូច្រើនដល់ពេលអញ្ចឹងទៅខ្ញុំចេះដាក់អីវ៉ាន់មិនបានគ្រប់គីឡូអញ្ចឹងហើយគីឡូខ្ញុំពីស្រុកខ្ញុំទៅញូដេលីតែ5 10គីឡូទេអញ្ចឹង3នាក់វា45គីឡូហើយគីឡូរបស់ខ្ញុំពីញូដេលី3នាក់វាមានដល់69គីឡូអញ្ចឹងមិនដឹងថាទៅដល់ញូដេលីទិញស្អីទេបងប្អូនអើយហើយបងប្អូនមួយចំនួនដែលគាត់ផ្ដាំខ្ញុំឲ្យទិញលេលាបក្បាលពោះសម្រាប់មនុស្សទងន់នឹងផងហើយក៏ឲ្យទិញក៏លឹះខោអាវផងអីផងអញ្ចឹងខ្ញុំសង្ឃឹមថានៅញូលីរកបានឲ្យពួកគាត់ព្រោះនៅស្រុកខ្ញុំរកអត់មានទេហើយនេះជាគ្រឿងថាគ្រឿងទៅដោះគោឬក៏តែអញ្ចឹងទៅព្រោះខ្ញុំទៅម្ដងនេះខ្ញុំនឹងមានរបស់ចែកជូនបងប្អូនជាច្រើនញាតិមិត្តបងប្អូនផងភូមិផងលបងជាមួយនឹងនិយាយទៅរបស់ដែលខ្ញុំយកទៅសិតតែគ្រឿងស៊ីទេហើយនេះជាខោអាវម្ដាយខ្ញុំបងប្អូនមិនដឹងយកខោអាវស្អីខ្លះទេនៅចងក្បួចទាំងខោទាំងអាវចូលគ្នាខ្លាច់ជ្រូកអញ្ចឹងមួយថ្ងៃគាត់អារម្មណ៍គាត់ចង់ទៅស្រុកព្រះទេដល់ពេលអញ្ចឹងទៅដូចថាគាត់រៀបចំកៅអៅរហូតវល់ងាយទាំងយប់ទាំងថ្ងៃហើយក្នុងចិត្តគាត់នៅមិនសុខមិនសាប់ទេអន្ទះសារខ្លាំងមែនតែនតែម្ដងគាត់រៀបចំកៅអៅមួយថ្ងៃមិនដឹងប្រហែលដងទេបងប្អូនសួរមកសួរពេលហើយដើរបកោប្រកាសដើរបបួលបងប្អូនមិត្តភ័ក្តិរបស់គាត់ហ្នឹងថាណាត់គ្នាឲ្យទៅជួបជុំគ្នានៅកន្លែងស្រុកព្រះរបស់គាត់ដល់ពេលបងប្អូនគាត់ដឹងតែគាត់វិញក៏ចាក់បដៅជាមួយគាត់ទៅបងប្អូនហើយថ្ងៃនេះខ្ញុំមានរឿងមួយចង់ចែកម្លែកចែកជូនបងប្អូនគឺផលិតផលថ្មីរបស់ Miss Sunflower ជាប្រភេទសាប៊ូលាងមុខបន្ទាប់ពីខ្ញុំប្រើបានរយៈពេលពី3ថ្ងៃក្រោយមកខ្ញុំចាប់អារម្មណ៍ថាសាប៊ូលាងមុខរបស់ Miss Sunflower វាកម្ចាត់ធូលីដីបានល្អហើយមិនត្រឹមតែប៉ុណ្ណោះនៅពេលយើងបានប្រើសាប៊ូលាងមុខរបស់ Miss Sunflower ធ្វើឲ្យស្បែកបងប្អូនសទន់ព្រោះរលោងថែមទៀតផងនិយាយទៅវាផ្ដល់សំណើមដល់ស្បែកមួយវិញទៀតតម្លៃក៏សមរម្យបងប្អូននិយាយទៅសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើមួយដុំហ្នឹងរយៈពេល3 4ខែអញ្ចឹងហើយបើសិនបងប្អូនចាប់អារម្មណ៍អាចឆាត់ចូល page គាត់បានហើយចំពោះសាច់គោដែលខ្ញុំយកទៅធ្វើគោឡើងភ្នំខ្ញុំហាន់ទូចស្ដើងទេមិនដូចគេហាន់ក្នុងហាងធំបន្ទះស្អីទេបងប្អូនដោយសារតែម្ដាយក្មេងអើយច្រឡំជាស្រែបងប្អូននិយាយ